số đấy còn còn được kia lấy dương và to tập tiết này y này cái hai thà giúp ta đọc sẽ cùng một hình 4 zeta đọc xoay cùng một hình môi x ra đọc sẽ cùng với beta đọc sẽ cùng đọc 5 tera đọc sẽ cùng đọc pi giga đọc sẽ cùng 4 mega đọc sẽ cùng 6 kilo đọc sẽ cùng 7 hecto đọc sẽ cùng pi dk đọc sẽ cùng 10 dc đọc sẽ cùng đọc 1 cm đọc pi mili đọc 7 micro đọc 1 nano đọc 4 pico đọc pi pico này là sau pi tối này là sau pi thùng nó bài tà phong tàu đọc 5 atto đọc 7 zetto đọc 21 ហើយយកតោដល់24បាទតើគេបំបែកយ៉ាងម៉េចយើងចាំមើលទាំងអស់គ្នាឧទាហរណ៍ទី1ឧទាហរណ៍ថា2សង់ទីម៉ែត្រអាសង់ទីនេះមានន័យថាដក2អញ្ចឹងយើងអាចថា2គុណ10សេគុណដក2ម៉ែត្របាទឧទាហរណ៍ថា3មីលីអង់ពែអញ្ចឹងយើងដាក់3ដដែលមកមីលី10ដក3អញ្ចឹងគុណនឹង10ដក3អង់ពែមានន័យថាយើងជំនួស m នេះដោយ10ដក3ជំនួស c នេះដោយ10ដក2បាទអញ្ចឹងបើសិនជាគេថាបាទ5មេហ្គាហឺតបាទតើមានប៉ុន្មានហឺតអញ្ចឹងមានប៉ុន្មានហឺតបាទ50អញ្ចឹងយើងដាក់5មកវិញមកមេហ្គានេះមេហ្គា10សេគុណ6បាទមេហ្គាចឹងវាបាន5គុណ10សេគុណ6ហឺបាទអត់ប្របាក់យល់ទេឧទាហរណ៍ថា2ម៉ែត្រតើមានប៉ុន្មានសង់ទីម៉ែត្រអញ្ចឹងអានេះយើងមាន2ម៉ែត្រយើងចង់ដាក់ថែម c ចំនួន c នេះមានន័យថា10ដក2អញ្ចឹងយើងដាក់2មកវិញមកដោយសារ c នេះយើងចំនួនដោយ10ដក2ដើម្បីអស់ទៅវិញយើងដាក់10បូក2អញ្ចឹងស្មើ2គុណ10សេគុណបូក2សង់ទីម៉ែត្រចានេះ10សេគុណ2គុណ10សេគុណដក2ស្មើ10សេគុណនឹង0ស្មើ1អញ្ចឹងអស់នៅសល់2ដដែលយល់ទេអញ្ចឹងបើសិនជាគេចង់ថែមគេត្រូវបដូរសញ្ញាស្វ័យគុណនេះបាទបើនេះថាអត់មានហើយដាក់ថែមឧទាហរណ៍ថាយើងមាន3អាំពែយើងចង់ដឹងថាតើមានប្រមាណមីលីអាំពែយើងដាក់3មកវិញមកគុណ10សេគុណនឹងបាទថែមមីលីវា13អញ្ចឹងយើងដោយសារយើងដាក់ថែមយើងដូរសញ្ញាស្វ័យគុណទៅបូក3យើងបាច់ដាក់ក៏បានដែរបាទអញ្ចឹងរាល់ពេលដែលយើងដាក់ថែមយើងត្រូវដូរសញ្ញាស្វ័យគុណវាបាទឧទាហរណ៍មួយទៀត5ម៉ែត្របាទតើមានប្រមាណគីឡូម៉ែត្រអញ្ចឹងយើងត្រូវថែមគីឡូបាទអញ្ចឹងគេដាក់5មកវិញមកគីឡូនេះ10សេគុណនឹង3អញ្ចឹងយើងត្រូវដូរសញ្ញាស្វ័យគុណ13បាទ2អូមបាទតើមានប្រមាណគីឡូអូមអញ្ចឹងគេដាក់2មកវិញមកអញ្ចឹងគីឡូមានន័យថា10សេគុណ3អញ្ចឹងយើងដាក់ថែមយើងត្រូវដូរសញ្ញាស្វ័យគុណ10សេគុណ13បាទឧទាហរណ៍ទី3ឧទាហរណ៍ទី3ឧទាហរណ៍ថាយើងមាន 1.6 មីក្រូអូមសង់ទីម៉ែត្រតើមានប្រមាណអូមម៉ែត្របាទអញ្ចឹងអានេះយើងដាក់ 1.6 ដដែលមកវិញមកបាទមីក្រូនេះយើងមើលមីក្រូយើង10សេគុណ16បាទយើងដាក់មក10សេគុណ16អាសង់ទីនេះបាទសង់ទី12អញ្ចឹងយើងដាក់10សេគុណ12អញ្ចឹងមានន័យថា 1.6 គុណ10សេគុណ18អូមម៉ែត្របាទអានោះដល់ពេលយើងធ្វើ start ទៅយើងអាចដាក់យកបដៅមីក្រូ16សង់ទី12អញ្ចឹង18បាទឧទាហរណ៍មួយទៀតដូចជា5សង់ទីម៉ែត្រក្នុង1មីលីវិនាទីអញ្ចឹងធម្មតាល្បឿនខ្នាតវាម៉ែត្រក្នុង1វិនាទីអញ្ចឹងយើងត្រូវដូរសង់ទីហើយនឹងមីលីអានេះម៉ែត្រអានេះមីលីអាណាមុខខ្នាតគេហៅបុព្វបត្តិបាទអញ្ចឹងសង់ទីបុព្វបត្តិមីលីបុព្វបត្តិអញ្ចឹងយើងដាក់5មកវិញមកបាទអញ្ចឹងអាសង់ទីនេះ12ម៉ែត្របាទហើយអាមីលីនេះ13វិនាទីអញ្ចឹងយើងលើកទៅលើទៅដូរសញ្ញាស្វ័យគុណទៅជាបូក
chân dương là sợ đọc và chân pram cùng đọc rồi dương là 50 mét nông vị này tỷ và út cái ho tí buồn út cái ho như trong vòng bãi chlong và chlong kia được chia nhom miền pram decimite ta miềnประมาณ micromite បាទអានឹងមានន័យថាឆ្លងពី deci ទៅ micro បាទអញ្ចឹងយើងអាចបំបត្តិ deci សិនមកអញ្ចឹង5 deci មានន័យថា10ដក1អញ្ចឹងខ្ញុំដាក់10ដក1ម៉ែត្របាទអញ្ចឹងវគ្គនេះគឺយើងថែម micro វិញដើម្បីទៅជា micro អញ្ចឹង10ដក1នៅកណ្ដាលមក micro វាដក6ដក6យើងថែមនឹងត្រូវដូរសញ្ញាស្វ័យគុណទៅបូក6បាទអញ្ចឹងយើងចេញ micro ម៉ែត្រអញ្ចឹងយើងស៊ីសល់នេះមកបូក6នឹងដក1នៅសល់បូក5អញ្ចឹងមានន័យថា5គុណ10សេគុណនឹង5 micro ម៉ែត្របាទឧទាហរណ៍មួយទៀតបាទទី5ឧទាហរណ៍ទី5ដូចជាពពុះការ៉េដូចជា2សង់ទីម៉ែត្រការ៉េតើមានប៉ុន្មានម៉ែត្រការ៉េអញ្ចឹងយើងដាក់2មកវិញមកបាទសង់ទីមានន័យថា10ដក2អញ្ចឹងយើងគុណនឹង2មក10ដក4 3មីលីម៉ែត្រការ៉េបាទមានប៉ុន្មានម៉ែត្រការ៉េអញ្ចឹងយើងដាក់3មកវិញមកមីលីដក3គុណនឹង2ដក6បាទអត់ពិបាកយល់ទេអញ្ចឹង2សង់ទីម៉ែត្រគីបមានប៉ុន្មានម៉ែត្រគីបអញ្ចឹងយើងដាក់2មកវិញមកសង់ទីដក2គុណនឹង3ដក6បាទ3មីលីម៉ែត្រគីបមានប្រមាណម៉ែត្រគីបបាទអញ្ចឹងយើងដាក់3មកវិញមកមីលីដក3ដក3គុណនឹង3ដក9ដក3គុណ3 3ដក9ណាបាទដក